ចង់បើការចាំខ្ចង់បើងាយស្រួលទេបងប្អូនទាំងអស់គ្នាយើងគ្រាន់តែរៀបចំតង់យើងតង់ធម្មតាក៏បានតង់សម្រាប់ចិញ្ចឹមសត្វក៏បានហើយយើងគ្រាន់តែរៀបវាកម្ពស់កន្លះម៉ែត្រទៅហើយយើងដាក់ទឹកប្រហែលជា2ទឹកឬក៏2ទឹកកន្លះទៅហើយដូចខ្ញុំអញ្ចឹងខ្ញុំប្រើពូជខ្ចង់អស់ប្រហែលជា30ខ្ចង់ហើយមកដល់ថ្ងៃនេះវាចូល5-6 ខែហើយខ្ចង់ខ្ញុំវាកើនច្រើនមែនតើចូលដូចជាចង់ចូល1000ក្បាលហើយព្រោះចាប់ស្ងោហូបបដើហើយខ្ញុំអត់មានបំបីទៅផ្សេងទេបើសម្រាប់បច្ចេកទេសគេឆ្កឹះយកប៉ងវាទៅដាក់នឹងកញ្ច្រែងអីចឹងទៅខ្ញុំធ្វើអញ្ចឹងវាអត់សូវបានលទ្ធផលខ្ញុំទុកឲ្យវាតាមលក្ខណៈធម្មជាតិរបស់វាប៉ងនៅនឹងគៀនតង់ហើយវាញាស់ចុះដើរចុះមកខ្លួនឯងតែគ្រាន់ថាពិបាកតិចត្រង់ពេលយើងស្ដារវាមានលេអាទូចអាធំអញ្ចឹងណាហើយនឹងពេលស៊ីចំណីអញ្ចឹងអាទូចវាសៀតឈ្នះធំប៉ុន្តែក៏វាអត់ចេះខំគ្នាចេះស៊ីគ្នាទេខ្យល់ហ្នឹងវាលក្ខណៈថាវារស់នៅរៀងខ្លួនទេវាមានចំណីស៊ីក៏ស៊ីទៅហើយសម្រាប់របស់ DVC វិញមានដូចជាស្លឹកបាសនិងផ្លែននោងស្លឹកល្ហុងហើយនិងបន្លែខៀវផ្សេងទៀតបន្លែផ្ទះបាយយើងតែដាក់ឲ្យវាស៊ីក៏វាចូលចិត្តស៊ីដែរហើយផ្លែឈើក៏វាចូលចិត្តស៊ីដែរតែគ្រាន់តែថាផ្លែឈើហ្នឹងវាឆាប់ឲ្យយើងស្អុយទឹកពេលអញ្ចឹងយើងពិបាកក្នុងការស្ដារឲ្យខ្ចង់ខ្ញុំនេះដោយសារតែខ្ញុំខានស្ដារយូរពេលអញ្ចឹងទៅពណ៌វាអត់សូវក្រហមល្អបើសិនជាយើងស្ដារបានទៀងទាត់ណាខ្ចង់នេះពណ៌គឺពណ៌មាសស្អាតមែនតែនហើយថ្ងៃនេះដែរខ្ញុំចាប់មកប្រហែលជា2គីឡូយកមកស្ងោរហូបខ្ចង់នេះសាច់វាឆ្ងាញ់ជាងខ្ចង់ស្រែយើងដោយសារតែវាអត់ស្វិតដូចខ្ចង់ស្រែយើងទេហើយវាស៊ីបន្លែផ្សេងអរគុណបងប្អូនទាំងអស់គ្នាចានេះរូបភាពខ្ចង់ខ្ញុំបានចាប់មកសម្រាប់ស្ងោរហូបបាយបាយ